ដើម្បីសន្តិសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋកម្ពុជារាជរដ្ឋាភិបាលកម្ពុជាបដិញ្ញាការពារទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍មកលើទឹកដីកម្ពុជាសាជាតិថ្មីឯកឧត្តមខួងស្រេងអរគុណសន្តិភាពព្រោះគ្មានសន្តិភាពមានសង្គ្រាមនាំឲ្យប្រទេសកម្ពុជាខ្ទេចខ្ទីផេះផង់คล้ายទៅជាវាលរហោឋានដូចកាលរបបកម្ពុជាប្រជាធិបតេយ្យឯកឧត្តមខួងស្រេងអំពាវនាវឲ្យយុវជននិងបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមទប់ស្កាត់ចលនាក្បត់ជាតិក្រៅប្រទេសដែលទាញឲ្យកម្ពុជាធ្លាក់ចូលទៅក្នុងវិនាសកម្ម3ឆ្នាំ8ខែអបអរខួប1ឆ្នាំនៃការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមជ្ឈមណ្ឌលផ្សះផ្សានិងសន្តិភាពនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអង្គការ UNESCO រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ថែរក្សានិងបានចុះទីតាំងចំនួន3រួមមានអតីតមន្ទីរឃុំឃាំងម13សារមន្ទីរអ ក្រិតកម្មប្រល័យពូជសាសន៍ទួលស្លែងនិងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី11ខែកក្កដាឆ្នាំ2025អបអរសាទរខួប1ឆ្នាំនៃការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO 11កក្កដា2025 11កក្កដា2026ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងជាគំរូសម្រាប់ពិភពលោកក្នុងការស្វែងរកយុត្តិធម៌ការផ្សះផ្សាជាតិនិងការកសាងសន្តិភាពរបស់ប្រជាជាតិនិងប្រជាជនខ្មែរក្រោមពាក្យស្លោកអរគុណសន្តិភាព